Bạn nè tại ở khía trong Appyword mà tập hiệp không can để chia sẻ thì là nè bạn nè tại ở khía video này cứสำหรับnè tại ở khíaที่មួយគឺការអនុវត្តការនិយាយជាប្រចាំថ្ងៃតាមពិតទៅអ្នកទាំងអស់គ្នាអត់ចាំបាច់ត្រូវការមាន audience មានអ្នកមើលអ្នកទាំងអស់គ្នាទេទាំងអស់គ្នាអាចអនុវត្តការនិយាយនោះតែម្នាក់ឯងដោយខ្លួនឯងបានគឺដោយការនិយាយអំពីតើអ្វីដែលអ្នកទាំងអស់គ្នាបានរៀនជាប្រចាំថ្ងៃតែអ្នកទាំងអស់គ្នាបានឆ្លងកាត់វត្តពិសោធន៍ដែលគេនឹងថ្ងៃហ្នឹងតើអ្នកទាំងអស់គ្នាមានគោលបំណងចង់ធ្វើអីនៅពេលអនាគតការដែលយើងនិយាយជាមួយនឹងខ្លួនឯងជារៀងរាល់ថ្ងៃបែបហ្នឹងវាជួយឲ្យយើងមានគំនិតរលូននៅពេលដែលយើងចង់និយាយពាក្យអីមួយដោយអត់មានការតាក់ឬក៏ជួបពាក្យច្រើនទេដោយសារតែពាក្យទាំងអស់ហ្នឹងនៅពេលដែលយើងនិយាយយូរទៅគំនិតឬក៏ខួរក្បាលរបស់យើងវានឹង reflect ចម្លើយឲ្យយើងភ្លាមៗតែម្ដងទី2គឺនៅពេលដែលនិយាយគឺកុំព្យាយាមចងចាំនៅពេលដែលយើងព្យាយាមចងចាំនៅអ្វីមួយដែលយើងចង់និយាយយើងប្រកាសជានិយាយអត់បានល្អទេពីព្រោះការចងចាំនៅពេលដែលយើងព្យាយាមនិយាយតាមអីដែលយើងត្រូវតែចាំមានឲ្យយើងទាមទារឲ្យមានភាពឥតខ្ចោះតែជាក់ស្ដែងវាអត់មានភាពឥតខ្ចោះទេដែលវាជាមូលហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នាបាត់បង់ទំនុកចិត្តលើខ្លួនឯងអញ្ចឹងជាជាងការអ្នកទាំងអស់គ្នាគឺថាត្រូវតែចាំឲ្យដោយអ្វីដែល script ដែលបានទៅសេហ្នឹងគឺត្រូវចាប់ផ្ដើមចេញពីគំនិតធំចំនួន2ឬក៏3បន្ទាប់មកទៀតទាំងអស់គ្នានិយាយបំបែកទៅលើគំនិតទាំង2ឬក៏ទាំង3ហ្នឹងមានន័យថាម៉េចឧទាហរណ៍ដូចជាខ្ញុំធ្វើវីដេអូអញ្ចឹងខ្ញុំអត់ព្យាយាមចងចាំគ្រប់ពាក្យដែលខ្ញុំទៅសេនៅក្នុង script របស់ខ្ញុំទេអញ្ចឹងហើយបាទខ្ញុំអត់សូវសេ script ដែលលម្អិតហ្មងទេវាមិនមែនគឺជា script រឿងអញ្ចឹងហើយបានជាខ្ញុំអត់ព្យាយាមសរសេរវាបែបហ្នឹងទេផ្ទុយទៅវិញគឺខ្ញុំដាក់ main idea ហើយដាក់គំនិតសំខាន់ហើយខ្ញុំគិតថាតើខ្ញុំគួរនិយាយគេនៅក្នុងវីដេអូអាហ្នឹងទើបជារឿងសំខាន់ជាងអញ្ចឹងខ្ញុំគិតថាមនុស្សដែលគាត់ផ្កាយនិយាយភាគច្រើនគឺមិនមែនគាត់អានឬក៏មិនមែនគាត់ចាំឬក៏មិនមែនដោយសារតែគាត់នឹងរនឹកទេប៉ុន្តែដោយសារតែគាត់មានខួរក្បាលដែល reflect អញ្ចឹងបើអ្នកតែចង់ខ្លាចជាមនុស្សដែលផ្កាយនិយាយគួរតែគិតលើចំណុចហ្នឹងដូចគ្នាទី3គឺរៀនក្នុងការប្រាប់សាច់រឿងជាធម្មតាសាច់រឿងមួយចង់ឲ្យមានភាពតាក់ទាញគឺវាត្រូវមាន3ធាតុលាយផ្សំបញ្ចូលគ្នាគឺ hook story and lesson មានថាចាប់ផ្ដើមចេញពីទំពក់ទៅកាន់សាច់រឿងរបស់យើងទៅកាន់មេរៀនរបស់យើងឧទាហរណ៍វីដេអូរបស់ខ្ញុំមួយនេះអស់អ្នកបានមើលវីដេអូហ្នឹងខ្ញុំនិយាយថាខ្ញុំបានធ្លាក់អាហារូបករណ៍កាលពីឆ្នាំមុនហើយនេះគឺជាការកែតម្រូវរបស់ខ្ញុំបន្ទាប់ពីខ្ញុំដាក់លើកទី2នៅ University Track អាហ្នឹងគឺតកតងមួយនឹងការប្រាប់អំពីសាច់រឿងនឹងឯងទី4គឺ record yourself and watch it back ការផ្ដល់ feedback ឲ្យខ្លួនឯងវានៅជារឿងមួយដែលយើងគួរតែធ្វើអញ្ចឹងបើសិនតើចង់ឲ្យខ្លួនឯងនិយាយបានល្អជាងមុនគឺមើលទៅលើកំហុសរបស់ខ្លួនឯងធ្វើតើយើងមានចំណុចខ្វះខាតអីគេនៅពេលដែលយើងនិយាយតមកទៀតគឺការតម្រូវនៅអ្វីដែលខ្លួនឯងធ្វើខុសទី5គឺព្យាយាមអនុវត្តជាមួយនឹងមនុស្សអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចង់អភិវឌ្ឍទៅលើការនិយាយរបស់អ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាគិតថាខ្លួនឯងបានត្រៀមខ្លួនរួចស្រេចច្រើនហើយគួរតែព្យាយាមអនុវត្តជាមួយមនុស្សដូចជាការឡើងធ្វើបទបង្ហាញការឡើងនិយាយជាសាធារណៈការលើកដៃឆ្លើយឬក៏សួរសំណួរការនិយាយទៅកាន់មនុស្សដែលយើងអត់ធ្លាប់ឬក៏អត់ដែលនិយាយជាមួយជាដើមដើម្បីឲ្យយើងមិនស៊ាំខ្លួននៅពេលដែលយើងនិយាយជាមួយនឹងមនុស្សហើយនៅពេលដែលយើងធ្វើវាជាទម្លាប់យើងមានទម្លាប់ទៅលើការធ្វើរឿងហ្នឹងយើងមានទម្លាប់លើការនិយាយនោះយើងនឹងមានទំនុកចិត្តលើខ្លួនឯងហើយអ្នកមើលដល់ពេលដែលគេមើលមកកាន់យើងមកគឺគេមានអារម្មណ៍ថាយើងនិយាយដោយធម្មជាតិហ្មងហើយការនិយាយជាសាធារណៈរបស់យើងក៏ល្អប្រសើរជាងមុនដូចគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងហើយជួបគ្នាវីដេអូក្រោយ